ប្រហែលថ្ងៃនេះឃើញមានព័ត៌មានពីការលក់ត្រេននៅផ្សារពុះហ្វុយបាត់ដំបងហើយនេះឃើញមន្ត្រីយើងត្រីជំនាញយើងនិយាយឲ្យថាត្រេននឹងនាំទិញនៅភ្នំពេញទិញនៅពីភ្នំពេញត្រេនមកពីបង្ការមកពីតំបន់មិនមុតអីចឹងទៅឃើញផ្សាយឡើងបែកព័ត៌មានឡើងបែកផ្សាយពេញមិនដែរគុំមកខ្ញុំគិតបើសិនជាបងប្អូនអ្នកទិញហូបនៅភ្នំពេញបងប្អូនខ្មែរយើងដែរមិនមានចំការទុរេនហើយមិនមែនអ្នកលក់បងប្អូនអាចមិនស្គាល់ថាទុរេនមកពីប្រទេសថៃឬទុរេនមកពីប្រទេសខាងកើតប្រទេសវៀតណាមអញ្ចឹងតែបើកសិករខ្មែរអ្នកដាំទុរេនណាកសិករខ្មែរអ្នកដាំទុរេនគាត់ដឹងខ្ញុំជឿថាគាត់មិនបាច់កុហកដែរគាត់លេខឃើញថាដឹងទុរេនមកពីលេខមកពីកើតមកពីក្នុងប្រទេសមកលេខមកពីកើតហើយជាពិសេសអ្នកលក់ផ្សារពូពុយហ្នឹងក៏គាត់ដឹងដែរណាដឹងថាទុរេនមកពីណាច្បាស់លាស់ហើយហើយបលីមិនថេញញ៉ាំបាច់កលេចស្គាល់ហ្មងទុរេនមកពីខាងណាណាទុរេនមិនមែនពីទុរេនខ្មែរគឺកលេចស្គាល់ចឹងមន្ត្រីគាត់មិនស្គាល់ទុរេននាំចូលមន្ត្រីមិនស្គាល់ទុរេនមកលេខមកពីកើតគាត់មកគាត់ជាមន្ត្រីគាត់អត់មាននិកាទុរេនគាត់មិនមែនអ្នកជំនាញដាំទុរេនហ្នឹងគាត់អត់ស្គាល់ណាខ្ញុំមិនមែនបង្ហាញបច្ចេកទេសទេបើមិនជំនាញគាត់និយាយថាមិនគួរមន្ត្រីយើងនិយាយគ្មានអំណាចពិតទេគាត់និយាយថាមិនមែនតែរេននាំចេញនាំចូលពីប្រទេសថៃនាំចេញតែរេននាំពីភ្នំពេញហើយទិញអីរេនគ្មានកាយបាត់សម័យបច្ចុប្បន្នរេនថ្លៃណាបើផ្ញើតាមទិញតាមអនឡាញផ្ញើតាមក្រុមហ៊ុនក៏មានវិក័យបាត់ក្រុមហ៊ុនមានលេខទូរស័ព្ទអ្នកលក់អ្នកទិញណាហើយបើទិញតតែមានបណ្ដាញសង្គមតាក់ទងគ្នាទិញផ្សារដាប់កផ្សារនេះក៏គេស្គាល់ដែរឬអត់ស្គាល់ទេទូរស័ព្ទអត់មានវិក័យបាត់មិនតែរេនទិញ1តោនមិនត្រឹម$3,000ទេណា1តោនត្រឹម$3,000ទេហើយធ្វើម៉េចថាមិនស្គាល់ធ្វើម៉េចថាគ្មានវិក័យបាត់អើយចេះនិយាយអើយនៅអ្នកលក់យើងអើយខ្មែរទេណាលក់ត្រេនខ្មែរទៅកសិករខ្មែរបានលុយច្រើនកសិករខ្មែរមានប្រទេសជាតិយើងមានហើយណាកសិករខ្មែរមួយឆ្នាំរកលុយជូនជាតិច្រើនណាតាមរយៈការទិញវត្ថុធាតុដើមកសិកម្មយកមកផលិតណាវត្ថុធាតុដើមកសិកម្មនោះវាបងពួនជូនជាតិច្រើនណាប្រេងសាំងពេញមកសុទ្ធជីថ្នាំកសិកម្មសម្ភារៈកសិកម្មសម្ភារៈបងពួនជូនជាតិណាហើយយើងលួចនាំចូលត្រេនបរទេសហើយត្រេនលួចនាំចូលនឹងមិនបងពួនជូនជាតិហើយត្រេននោះមិនប្រើផលិតផលជាតិវត្ថុធាតុដើមជាតិយកទៅប្រើប្រាស់ចឹងមកខ្ញុំព្រួយហើយគេវាយយើងទីគេបលបងយកដល់យើងគេបត់បលបងយកលើយើងមានបងប្អូនខ្មែរយើងជួនភាសានៅតំបន់រាប់ម៉ឺនអ្នកទៀតដែលមិនទាន់បានទៅនៅដីគាត់វិញនោះអមភ័ព្រួយហើយណាកលេចស្គាល់ហើយត្រេននាំចូលត្រេនមិននាំចូលនេះមូសាន់គីខ្ញុំនេះទូមកសាន់គីនេះឯដល់នេះប្រៃច្រើនទេមូសាន់គីនេះចេញកលាហ្នឹងហើយចិត្តទូមកដល់យកមួយឆាមប្រៃតិចចាណែមិនថងនេះចិត្តអួតបងប្អូនបានហើយប្រាំប្រៃធ្វើគឺបានលទ្ធផលពិតណាឆ្នាំទី28នៃការអបលកូរ៉េនទីមកថេខ្ញុំចូលឆ្នាំទី28ហើយធ្វើតរេនចឹងរៀនថាមិនស្គាល់តរេននាំចូលមិនស្គាល់តេនខ្មែរអាចទេណាកលេចស្គាល់ហើយអ្នកទិញជាមួយកដាយើងក៏គាត់ទិញទៅគាត់កាត់ចំណាំដែរណាគាត់មិនបន្លំទេអ្នកទិញមកចំនួនធំអូមួយម៉េចនេះ1 2 3 4 5 6 7 8 9 9ផ្លែណាម៉េចនេះ9ផ្លែអ្នកទិញគាត់កាត់ចំណាំរៀនខ្មែររៀននាំចូលដល់នេះមកផ្លែដល់នេះអានេះក៏ផ្លែច្រើនណាមូសាន់គីងនេះមូសាន់គីងអានោះមានតកៅចុះមួយអើយើងធ្វើបានល្អដែរទាំងអស់តែតកៅវាដើមស៊ីខ្លះនេះមូសាន់គីងមិនទៅទៀតអ្នកញ៉ាំនេះធំហ៎នេះអីមកម៉េចស្អាតអត់ទៅហើយទីផ្លែនេះស្អាតប៉ុណ្ណឹងចា